ជំរាបសួរលោកគ្រូនេះខ្ញុំមកធ្វើassignment ពី user and group ដំបូងជួយត្រូវបង្កើត user SUIT នេះទី1ហើយនឹងមាន folder 4ទៀតអញ្ចឹងខ្ញុំធ្វើការបង្កើតលើ user group មុនបាទSUIT G បន្តមកទៀតយើងត្រូវបង្កើតទៅលើsub folder វាមាន ITU 01 02 03 04អញ្ចឹងយើងត្រូវបង្កើត user sudo add user ហើយមួយទៀត02ហើយយើង03ទៀតគឺ04តទៅទៀតយើងធ្វើការ list ដើម្បី show ថាយើងមាន user ប្រមាណនេះគឺជា profile user ដែលយើងមាន IT 01 02 03 04ហើយបន្តមកទៀតគឺយើងត្រូវ add user 14ហ្នឹងចូលទៅក្នុងfolder របស់ SUITG បើ sudo ដើម្បី comment បញ្ជា user mode .ag SUITU ITG ITU .01 02 03 04ហើយបន្តមកទៀតយើងប្រើ command getten group SUITG បន្តមកទៀតយើងត្រូវបង្កើត folder មួយទៀតគឺ k.p SUITG ITU .0 14 ថាអូខេតោះមកយើងត្រីមើល UITG អូខេយើងអត់ទាន់បាន install ទៅលើ APT 3
នេះគឺ change của ជា user folder មួយគឺ SUITG មួយគឺយើងអូខេហើយប៉ុន្តែមួយទៀតគឺយើងត្រូវទៅដាក់ជា permission ឲ្យក្រុមនីមួយៗអញ្ចឹងយើងចូលបន្តទៀតយើងត្រូវ sudo Phone 2 Phone 3 ខកបាត់កន្លែងនេះត្រូវធ្វើការ return វាម្ដងទៀតដើម្បីឲ្យវាមកចូលជា user វាវិញឥឡូវយើងមកធ្វើការសូអត់ឲ្យវាម្ដងទៀតនេះគឺបានចូលទៅតាម user វាមួយវិញហើយហើយចំណុចបន្ទាប់ទៀតគឺយើងចូលមកដាក់ permission ទៅលើ user គ្រប់ហើយនឹង other អញ្ចឹងខ្ញុំចូលមកជា command sudo យើង remote ដាក់ជា w itg itu dot zone 1.4 enter អត់ s វាម្ដងទៀតចា total គឺ4ហើយយើងធ្វើការទៅ sudo chmd ម្ដងទៀតទៅលើ o ស្មើ uitg /itu zone អូខេ uitg ម្ដងទៀតហើយបន្តទៀតយើងធ្វើការបង្កើតuser ក្រុមមួយទៀតហើយឥឡូវខ្ញុំបង្កើតទេខ្ញុំធ្វើការបង្កើតហើយចាខ្ញុំសូ restart តាមក្រោយកន្លែងនេះគឺយើងបានបង្កើតដូចជាក្រុមហ្នឹង user ខ្សែមាន4ហើយអញ្ចឹងយើងត្រូវបង្កើតអញ្ចឹងយើងត្រូវ make វាជាក្រុមមួយទៀតហើយនេះគឺយើងត្រូវបានបង្កើតទៅលើ folder AU-G មួយហើយនឹងមាន file ចំនួន4ហើយចំណុចបន្ទាប់ទៀតយើងត្រូវការមកធ្វើជា set ទៅលើ user របស់វាដើម្បីបំលែង user ទាំងអស់ហ្នឹងទៅជាចាស់ក្រុមនីមួយៗដូចយើងឡើងឈ្មោះខ្ញុំកន្លែងនេះ AU AU 40ទៅជា set user មិន user របស់វាវិញគឺ set 01វិញហើយចំណុចបន្ទាប់ទៀតយើងត្រូវធ្វើការ set លើ permission មានដូចជា user ធ្វើឲ្យវា redirect execute គ្រប់គឺ no access ហើយនឹង other គឺ no access ដូចគ្នាអញ្ចឹងវាយើងចង់ឲ្យគ្រប់ no access យើងគាត់ថាយើងទៅ set g smart ហើយមួយទៀតគឺ other
đó dương còn đã đâu từ so chi từ trẻ so ôn ok cái này cứ việc đó chắc chứ sau việc đó tiếp user chỉនេះគឺយើងបានធ្វើការ set up ទៅលើ permission ឬក៏ user គ្រប់ហើយរួចរាល់ហើយអញ្ចឹងយើងមកដល់ទី3គឺ su admin g អញ្ចឹងខ្ញុំធ្វើការបង្កើតទៅលើ user វាឬរបស់ទាំងអស់សិនចាំខ្ញុំធ្វើការសូវាម្ដងទៀតឥឡូវខ្ញុំធ្វើការ clear វាមកខ្ញុំធ្វើ sudo add group su admin g អូខេហើយខ្ញុំទៀតធ្វើការ add ទៅលើ user sudo add user ធ្វើការ add user ដូចជាedu 01 password yes 02 yes 03ទៀតគឺ04អូខេដល់រួចរាល់យើងធ្វើការ check វាមើលហើយយើងអាចបានត្រឹមត្រូវអត់ហើយនេះយើងលើ user ទាំងអស់ដែលមានលេខដូចវាមកនេះគឺមានគឺ edu 01 02 01 04ហើយបន្ទាប់គឺយើងធ្វើការ set ទៅលើឈ្មោះវាម្ដងទៀត au admin g edu 01គឺ2 3 4ហើយបន្តទៅយើងធ្វើការគ្រប់ឋានវាឋានគ្រប់វាមកគឺ SQ admin G អូខេបន្ទាប់ទៀតគឺយើងធ្វើការបង្កើតលើ folder ដើម្បីគ្រប់គ្រងវាជា edu 0.1.4 ទៀតគឺយើងត្រីមើលវាដើម្បីបញ្ជាក់ថាយើងបានបង្កើតវារួចរាល់ត្រឹមត្រូវទីមួយគឺមាន SU admin G មាន ADU 01 02 03 04បន្ទាប់ពីគឺយើងធ្វើការ set ទៅលើ user ដើម្បីឲ្យវាមានសិទ្ធិក្នុងការគ្រប់គ្រង folder វានីមួយៗអញ្ចឹងតែអាច sudo វាបណ្ណាADU 11 01 2 u admin g slash su admin g ទៀត slash adu 01អូខេគឺ02 03 04អូខេរីករាល់បន្តទៀតគឺយើងធ្វើការset ទៅលើ permission វា
function ចំណុចទី4នេះគឺវាមានជា full តែម្ដងគឺមាន user read write គ្រប់ read under គ្រប់ដូចគ្នាចឹងយើងធ្វើការសរសេរ0 1.4 អូខេ enter តទៅទៀតគឺយើងអាចការ set វាម្ដងទៀតទៅលើ so you ស្មើ on UH ទៀតគឺគ្រប់គឺស្មើ OH អូខេហើយមួយទៀតគឺ O តែវាគឺជា full តែម្ដងស្គាល់នេះគឺជា user ហើយ user គឺមាន full តែម្ដងអូខេដល់ទៀតអូខេអញ្ចឹងគឺវារួចរាល់ហើយអញ្ចឹងយើងធ្វើការសូវាម្ដងទៀតនេះគឺជា lab ទី3របស់យើងអញ្ចឹងខ្ញុំធ្វើការ clear វាមួយហើយខ្ញុំនឹងធ្វើការសូវាម្ដងមួយ view ITG ទីទៀតគឺ SU cell G ហើយមួយទៀតគឺ SU admin G អូខេនេះគឺវាមាន3ទី1គឺ SU ITG SU cell G SU admin G អញ្ចឹងការដោះតែលំហាត់ខ្ញុំក៏ដល់ទីបញ្ចប់ដែរសូមអរគុណលោកគ្រូ